Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីលីងវូដែលជាភាគទី160របស់យើងចាប់ផ្ដើមអាស្រ័យរឿងនៅក្នុងគ្រួសាររាជវង្សបានរៀបចំនៅពិធីអាពាហ៍ពិពាហ៍ដែលមានភ្ញៀវកិត្តិយសជាច្រើនមកពីគ្រួសារធំៗហើយនិកាយផ្សេងទៀតសុទ្ធសឹងតែជាមហាអំណាចកម្ពុជារបស់អាណាចក្រធានវូត្រឹមត្រូវវាជារឿងធម្មតាទៅហើយអ្នកក្លាហានវូឈិនដែលបានឈ្នះចំណាត់ថ្នាក់លេខ1នៅក្នុងការប្រកួតប្រជែងនៃដែនដីឋានសួគ៌កណ្ដាលដែលគាត់គឺជាបេក្ខជនតំណាងអាណាចក្រធានវូយើងគាត់គឺជាមនុស្សពូកែម្នាក់សូម្បីតែមហាអំណាចក្រុងអាល់តេរីក៏គោរពគាត់ដែរដូច្នេះអ្នកក្លាហានវូឈិនហើយនឹងព្រះនាងពិតជាស័ក្តិសមគ្នាណាស់បន្ទាប់ពីស្ដាប់ឮបែបនោះឪពុកកូននៃគ្រួសារប៉ៃលីដែលបានដើរចូលមកបានពោលថាវាពិតជាគួរឲ្យអស់សំណើចណាស់តាមសមត្ថភាពរបស់វូឈិនគេមិនអាចទទួលបានជ័យជំនះនោះទេលោកម្ចាស់ប៉ៃលីបានប្រាប់ថាប្រយ័ត្នមាត់ផងកូនស្រីថ្ងៃនេះជាឱកាសដ៏ល្អមួយសម្រាប់កូនក្នុងការរាប់អានធ្វើជាមិត្តរបស់វូឈិនហើយនឹងសម្រាប់គ្រួសារប៉ៃលីរបស់យើងឲ្យរឹតតែជិតស្និទ្ធជាមួយនឹងគ្រួសាររាជវង្សដូច្នេះកូនត្រូវតែចេះអន់លំទោនក្តាប់យកឱកាសមួយនេះពេលនោះផងដែរសម្លេងរបស់បុរសម្នាក់បានប្រកាសថាអ្នកក្លាហានវូឈិនបានមកដល់ហើយដែលឈិនធានបានស្លៀកនៅឈុតកូនកំលោះពណ៌ក្រហមបោះមួយជំហានទៅខាងមុខជាមួយនឹងកម្លាំងធម្មពលដ៏ខ្លាំងក្លាដែលធ្វើឲ្យរាល់គ្នាបាននិយាយព្រមគ្នាថាសូមអបអរសាទរអ្នកក្លាហានវូឈិនចំណែកឈិនធានក្រឡេកទៅមើលក៏បានស្គាល់ទាំងអស់តែម្ដងមានទាំងនិកាយបីសាយគ្រូសារាជវង្សស៊ូណានគ្រូសាប៉ៃលីហើយនឹងចាស់ទុំដទៃទៀតពួកគេរាល់គ្នាសុទ្ធសឹងតែជាមនុស្សនៃអាណាចក្រធានវូហើយសាយរឿងក៏បានកាត់ត្រឡប់ក្រោយយើងបានឃើញក្រុមរបស់ឈិនធានកំពុងតែពិភាក្សាគ្នាឈិនណានបានលើកឡើងថាបងប្រុសពិធីមង្គលការមួយនោះច្បាស់ជាអន្ទាក់ជាមិនខានតើបងពិតជាទៅមែនទេដល់យន្តនាងបានពោលថាខ្ញុំគិតថាមាននរណាម្នាក់កំពុងតែគិតអាក្រក់ទៅលើមនុស្សជាទីស្រឡាញ់របស់គាត់ទោះបីពិធីមង្គលការមួយនោះជាអន្ទាក់ដ៏សាហាវក៏ដោយឈិនធានគាត់នៅតែស្ម័គ្រចិត្តចូលទៅប៉ុន្តែគំនិតរបស់ឈិនធានគាត់បានគិតផ្សេងស្ត្រីចាស់ៗរបស់ខ្ញុំទាំងនោះខ្ញុំមិនបានឃើញជាយូរមកហើយពួកគេក៏បានជំពាក់បំណុលឈាមរបស់គ្រូសាឈិនខ្ញុំផងដែរមុននឹងខ្ញុំធ្វើដំណើរទៅអាណាចក្រសម្ងាត់ខ្ញុំនឹងទៅជម្រាបបញ្ជីពួកវាទាំងអស់ក្នុងពេលតែមួយក្រឡេកមកពេលបច្ចុប្បន្នវិញឈិនធានក៏បាននិយាយខ្លាំងៗថាព្រះមហាក្សត្របានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរៀបអន្ទាក់មួយនេះឥឡូវនេះខ្ញុំបានមកដល់ទីនេះហើយហើយអ្វីបានជាពូនេះមិនទាន់បង្ហាញខ្លួនទៀតនិយាយចប់ក្រុមចម្បាំងរបស់គ្រូសារាជវង្សក៏បានបង្ហាញខ្លួនឡោមព័ទ្ធទៅលើឈិនធានដែលធ្វើឲ្យនិកាយផ្សេងទៀតបានភ្ញាក់ផ្អើលថាតើមានរឿងអ្វីកើតឡើងព្រះអម្ចាស់ណាឡានតើនេះមានន័យយ៉ាងម៉េចបន្ទាប់ពីព្រះអម្ចាស់បានបង្ហាញខ្លួនគាត់ក៏បានលើកឡើងថានេះគ្រប់គ្នាខ្ញុំទើបតែទទួលបានព័ត៌មានដូច្នេះពិធីមង្គលការមួយនេះមិនអាចបន្តទៅមុខទៀតបាននោះទេហើយអ្នកទាំងអស់គ្នានៅចាំបានដែរឬទេជនក្បត់នៃនិកាយធានសុងដែលគេមានឈ្មោះថាឈិនធានបន្ទាប់ពីស្ដាប់ឮបែបនោះចាស់ទុំបានភ្ញាក់ផ្អើលថាឈិនធានក្រែងគេត្រូវបានស្លាប់នៅក្នុងកំដាប់ដៃរបស់បព្វបរោះនៃនិកាយធានសុងមែនទេព្រះអម្ចាស់បានបន្តចុះបើខ្ញុំប្រាប់ការពិតទៅអ្នករាល់គ្នាថានិកាយធានសុងត្រូវបានបំផ្លាញចោលហើយថាយ៉ាងម៉េចត្រូវបានបំផ្លាញចោលត្រូវហើយឈិនធានគេបានប្រើមធ្យោបាយដ៏គួរឲ្យសោកខ្ពើមដើម្បីបំផ្លាញនិកាយធានសុងដែលបានចិញ្ចឹមគេអស់ជាច្រើនឆ្នាំគេថែមទាំងបានខົບខិតជាមួយនឹងមនុស្សនៃទីក្រុងថៃលីទីផងលួចបង្កើតកងកម្លាំងដោយសម្ងាត់និងមានបំណងចង់ផ្ដួលរលំអាណាចក្រធានវូរបស់ពួកយើងប៉ុន្តែត្រូវបាននិកាយបៃសៃរកឃើញគម្រោងរបស់គេហើយក៏ត្រូវបានគេសម្លាប់យ៉ាងឃោឃៅពេលនោះចាស់ទុំបានភ្ញាក់ផ្អើលរងចាំបន្តិចតើព្រះអង្គម្ចាស់អាចកំពុងនិយាយអំពីត្រឹមត្រូវហើយវូឈិនគឺជាឈិនធានព្រឹទ្ធាចារ្យនៃនិកាយលូសៃបានគិតក្នុងចិត្តថាក្មេងម្នាក់នេះបានរីកចម្រើនណាស់ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះមើលទៅសមត្ថភាពអាចកំបាំងនៅក្នុងរឿងព្រេងនិទានពិតជាមិនគួរឲ្យជឿមែនព្រះអង្គម្ចាស់ណាឡានបានប្រកាសថានៅក្នុងថ្ងៃនេះដើម្បីធានាសន្តិភាពនៃអាណាចក្រធានវូរបស់យើងចូលនេះរកគ្នាចូលកម្លាំងដើម្បីកម្ចាត់បិសាចដូចជាគេប៉ុន្តែមើលទៅចាស់ទុំនៃនិកាយផ្សេងទៀតដែលបានដឹងពីសមត្ថភាពរបស់ឈិនធានមិនហ៊ាននោះទេញញឹមបន្តិចឈិនធានបានលើកឡើងថាអ្នកបានរៀបចំផែនការជាយូរមកហើយប៉ុន្តែទើបតែរកឃើញល្បិចកលមួយចំនួនដើម្បីដោះស្រាយជាមួយនឹងខ្ញុំព្រះម្ចាស់ណាឡានទ្រាំលេងបានស្រែកឲ្យលោកម្ចាស់ប៉ៃថាងចេញមកដើម្បីចាត់វិធានការជួយសម្លាប់ជនក្បត់ម្នាក់នេះដោយយើងក៏បានឃើញអំណាចធម្មពលពណ៌ស្វាយបានលេចចេញមកគ្រប់ដណ្ដប់នៅទីនោះឈិនធានសម្លឹងមើលហើយនិយាយថាអ្នកបានលាក់ខ្លួនជាយូរមកហើយនៅទីបំផុតក៏បានបង្ហាញខ្លួនពេលនោះធម្មពលរន្ទះពណ៌ស្វាយបានបាញ់ចុះមកបង្ហាញខ្លួនគឺជាលោកម្ចាស់ស៊ូយិននៃគ្រូសាប៉ៃថាងសម្លឹងទៅមើលឈិនធានហើយនិយាយថាថ្ងៃមុនបើគ្មានតាកចាស់យ៉ាងជឺនឹងយាឡៅស៊ីការពារនេះនោះទេខ្ញុំសម្លាប់អ្នកចោលបាត់ទៅហើយប្រើប្រាស់ជាមួយនឹងរាងកាយចម្បាំងអាយ៉ងរបស់គេទាំង7ឡើងមកដែលវាបានបង្ហាញខ្លួនធ្វើកាយវិការដូចជាខ្មោចឆៅអញ្ចឹងពេលនោះផងដែរមនុស្សនៃនិកាយតែដែលបានតាមខ្លមើលឈិនធានបានលន់មាត់ថាតាមពិតទៅវាគឺជាអ្នកចម្បាំងអាយ៉ងដ៏ល្បីរបស់គ្រូសាប៉ៃថាងព្រឹទ្ធាចារ្យស៊ូលីងតែយើងពិតជាមិនចូលទៅជ្រែកមែនទេគាត់បានប្រាប់ថាក្មេងប្រុសម្នាក់នេះមានចរិតឆេវឆាវដូច្នេះយើងមិនត្រូវបង្ខំប្រញាប់ចូលទៅជួយគេនោះទេពេលនេះផងដែរលោកម្ចាស់ស៊ូយិនក៏បានបញ្ជាអាយ៉ងរបស់គាត់ទាំង7ចូលទៅវាប្រហារឈិនធានបញ្ជាដៅនៅក្នុងដៃរបស់គាត់កាប់ទប់រងចុះឡើងបន្លាស់ទីលើក្រោមវាប្រហារធ្វើឲ្យពួកវាខ្ទាតប៉ាងទៅខាងក្រោយវិញដោយលោកម្ចាស់ស៊ូយិននៅតែព្យាយាមបញ្ជាអាយ៉ងរបស់គាត់ឲ្យចូលទៅវាប្រហារទៀតលើកនឹងគឺសម្រុកចូលទាំង7តែម្ដងឈិនធានគ្រវាសចេញមួយដៅពេញមួយទំហឹងធ្វើឲ្យពួកវាក៏បានខ្ទាតប៉ាងមកវិញការកែច្នៃមនុស្សមានជីវិតឲ្យទៅជាអាយ៉ងគ្មានអ្វីក្រៅពីល្បីកលដ៏អាក្រក់នោះទេលោកម្ចាស់ស៊ូយិនក៏បានស្ដីឲ្យថាបារម្ភពីខ្លួនឯងជាមុនសិនទៅបញ្ជាអាយ៉ងទាំង7របស់គាត់ឲ្យតឡំពាត់ឈិនធានដែលពេលនោះពួកវាកំពុងតែប្រើប្រាស់ជាមួយនឹងក្បួននៃការបង្កើតលេចចេញជាមួយនឹងអំណាចធម្មពលគ្រប់គ្រងទៅលើឈិនធានជាប់គៀងនៅមួយកន្លែងពេលនេះគឺជាឱកាសរបស់លោកម្ចាស់ស៊ូយិនក៏បានហក់ចូលទៅប្រើប្រាស់ជាមួយនឹងលំពេងបិទប្រលឹងហៀបនឹងដល់ទៅហើយគាត់ក៏បានប្រើប្រាស់ជាមួយនឹងទម្រង់ខ្សែស្រវាក់រន្ទះបំផ្លាញការឃុំឃាំងមួយនេះចោលដែលវាបានផ្ទុះឡើងទាំងបាយខ្ទេចធ្វើឲ្យអាយ៉ងទាំង7ក៏បានខ្ទាតប៉ាងផងដែរហើយរាងកាយព្រះដ៏ធំរបស់ឈិនធានក៏បានបង្ហាញខ្លួនឡើងលើកដៃឡើងថ្នមៗបញ្ជាទះចូលទៅវាប្រហារពេញមួយទំហឹងដាក់សម្ពាធដ៏ខ្លាំងក្លាទៅលើលោកម្ចាស់ស៊ូយិនលួនជង្គង់ចុះគ្រឹបប៉ុន្តែគាត់បាននិយាយឡើងថាការចាប់កំណត់
ឡើងវិញរបស់រាងកាយអ្នកប្រយុទ្ធអាយ៉ងទាំង7វិញ្ញាណបិសាចលេបត្របាក់អំណាចព្រះស្រ័យបំផ្ទុនអំណាចធម្មពលដ៏ខ្លាំងក្លារបស់គាត់ឡើងមកដោយរាងកាយអាយ៉ងរបស់គាត់ទាំង7ក៏បានចម្រាញ់ទៅជាខ្សែច្រវាក់ចាប់ចងដៃរំពោតទៅលើរូបរាងវិញ្ញាណព្រះដ៏ធំរបស់ឈិនធានដែលធ្វើលោកម្ចាស់ស៊ូយៀនបានសើចយ៉ាងសប្បាយចិត្តជាមួយនឹងអំណាចខ្សែឈាមរបស់បិសាចខ្ញុំបានរៀបចំយ៉ាងពិសេសសម្រាប់អ្នកនៅពេលដែលអំណាចធម្មពលបិសាចបំបែកនៅរូបរាងមួយនេះហើយវានឹងមានការផ្ទុះបំផ្លាញឡើងវិញដល់ពេលនោះឯងប្រកាសជានឹងស្លាប់ដោយអំណាចធម្មពលរបស់ខ្លួនឯងផ្ទាល់ឈិនធានជាមួយទឹកមុខនៅតែសង្ហាបានតបទៅវិញថាអ្នកទាំងអស់គ្នាបាននិយាយថាខ្ញុំគឺជាបិសាចដូច្នេះខ្ញុំនឹងបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញពីអំណាចបិសាចរបស់ខ្ញុំស្របទេនឹងអំណាចធម្មពលបិសាចរបស់លោកម្ចាស់ស៊ូយៀនបញ្ចេញវាមកខាងក្រៅវិញធ្វើឲ្យលោកម្ចាស់ស៊ូយៀនបានភ្ញាក់ផ្អើលដែនផ្លូវអារម្មណ៍ស្ងប់ស្ងាត់តែអាចធ្វើបានដោយរបៀបណាទឹកមុខរៀបស្មើឈិនធានក៏បានបាញ់ចេញជាមួយនឹងអំណាចធម្មពលបិសាចចាក់ទម្លុះនៅរាងកាយរបស់លោកម្ចាស់ស៊ូយៀនបំផ្លាញសូម្បីតែប្រលឹងវិញ្ញាណក៏មិនឲ្យសេះសល់ដែរបន្ទាប់ពីឃើញបែបនោះធ្វើឲ្យចាស់ទុំនៃនិកាយផ្សេងទៀតហើយនឹងព្រះអង្គម្ចាស់មានការសន្សឡោយ៉ាងខ្លាំងដោយព្រឹទ្ធាចារ្យស៊ុនលីងដែលឃ្លាំមើលបានពោលថាអំណាចធម្មពលរបស់គាត់មិនសូវខ្លាំងដូចជាពេលមុននោះទេវានឹងមានផលវិបាកនៃអាណាចក្រសម្ងាត់ហើយពេលនេះផងដែរព្រឹទ្ធាចារ្យនៃនិកាយលូសៃនិងឪពុកកូនគ្រូសាប៉ៃលីក៏បានដាក់មេប្រូចឈិនធានក្រឡេកឃើញទាន់តែចង់ទៅណាខ្ញុំមិនបានអនុញ្ញាតឲ្យពួកឯងត្រឡប់ទៅវិញនោះទេប្រើប្រាស់ធម្មពលរបស់គាត់គ្រប់គ្រងទៅលើនេះទាំង3ក្តាប់ដៃបន្តិចក្រវេមកខាងក្រោយវិញឌូព្រោះហុយជោគពួកគេក៏បានប្រញាប់ស្ទោះឡើងលូតជង្គង់ធ្វើការគោរពសំទោសឈិនធានពួកយើងធ្លាប់មានការអាអន់ចិត្តបន្តិចបន្តួចពីមុនមកដោយសារតែពេលមុនខ្ញុំល្ងងមានទទួលស្គាល់សមត្ថភាពដ៏អស្ចារ្យរបស់អ្នកឈិនធានបាននិយាយលឺថាដើម្បីដណ្ដើមយកកំណប់ទ្រព្យនិកាយបិសាចពួកឯងបានសម្លាប់សមាជិកគ្រួសារឈិនរបស់ខ្ញុំអស់132នាក់នឹងមែនទេដែលឯងហៅថាការអាអន់ចិត្តបន្តិចបន្តួចផ្ទាត់ចេញនៅធម្មពលអណ្ដាតភ្លើងដុតកំទេចទៅលើរាងកាយរបស់ព្រឹទ្ធាចារ្យនៃនិកាយលូសៃបន្ទាប់ពីឃើញបែបនោះលោកម្ចាស់លីប៉ៃភ័យខ្លាចយ៉ាងខ្លាំងបានធ្វើការសុំអង្វរអ្នកក្លាហានឈិនធាននៅពេលនោះគ្រូសារាជវង្សចង់បានទ្រព្យកំណប់របស់គ្រូសាឈិនហើយបានបង្ខំឲ្យខ្ញុំធ្វើសកម្មភាពប្រឆាំងជាមួយនឹងអ្នកសូមអ្នកក្លាហានឈិនធានមេត្តាឲ្យគ្រូសាប៉ៃលីរបស់ខ្ញុំផងពួកយើងសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីធ្វើតាមអ្នកក្លាហានឈិនធានបន្ទាប់ពីឃើញកូនស្រីរបស់គាត់បានអោនគោរពគាត់ក៏បានចាប់ក្បាលឲ្យអោនចំណែកកូនស្រីរបស់ខ្ញុំបានកោតសរសើរសមត្ថភាពរបស់អ្នកជាយូរមកហើយនាងក៏មានឆន្ទៈក្នុងការបម្រើអ្នកក្លាហានឈិនធានផងដែរដូច្នេះអ្នកក្លាហានឲ្យពួកយើងធ្វើទាសកលក៏បានពេលនោះកូនស្រីរបស់គាត់បាននិយាយថាឈិនធានខ្ញុំមិនទាន់បាននិយាយចប់ផងជាមួយនឹងធម្មពលស្នេហ៍ដើរលើបានកាត់ផ្ដាច់បំពង់កឲ្យពួកកូនទាំងពីរបាត់ទៅហើយសូម្បីតែរាងកាយឈិនធានក៏មិនទុកដាច់ដុតបំផ្លាញចោលបន្តដើរអូសដើរសម្ដៅទៅរកព្រះអង្គម្ចាស់ណាឡានតែធ្វើឲ្យព្រះអង្គម្ចាស់មានការភ័យខ្លាចយ៉ាងខ្លាំងអង្គុយក្តោបមុខប៉ុន្តែឈិនធានគាត់មិនបានធ្វើអ្វីនោះទេដើរហួសចូលទៅខាងមុខស្រែកហៅថាតាកាចាស់ណាឡានស៊ូចេញមកទីនេះឲ្យខ្ញុំសម្លាប់តាមសម្រួលទៅពេលនោះអំណាចធម្មពលពណ៌ស្វាយក៏បានលេចចេញឈិនធានអត្រាកំណើននៃការដាំដុះរបស់នេះពិតជាធ្វើខ្ញុំបានភ្ញាក់ផ្អើលមែនស័ក្តិសមជារាងកាយដែលខ្ញុំបានជ្រើសរើសដោយសារតែពេលនេះអ្នកកាន់តែរឹងមាំឡើងហើយពេលនេះធ្វើឲ្យខ្ញុំកាន់តែរំភើបបន្ទាប់ពីបុព្វបុរសណាឡានស៊ូបានបង្ហាញខ្លួនគាត់ក៏បានប្រើប្រាស់ធម្មពលស្រូបទាញយកព្រះនាងណាឡានយុនសាងចូលមកក្នុងដៃបើមិនចង់ឲ្យនាងស្លាប់នោះទេបោះបង់នៃការតស៊ូរបស់អ្នកភ្លាមទៅហើយស្ម័គ្រចិត្តឲ្យខ្ញុំប្រើប្រាស់រាងកាយរបស់ឯងសម្រាប់អ្នកទាំងអស់គ្នាដែលចង់ទស្សនាភាគបន្តភ្លាមមានដល់ភាគទី165មួយអាចចូលទៅទស្សនានៅក្នុងកូនក្រុម VIP របស់ឯមីនបាននៅក្នុងនោះផងដែរមានរឿងជាច្រើនរបស់ឯមីនដែលបានសម្ដែងដូចជាអ្នកក្លាហានចចរិត្រីប្រលឹងវិញ្ញាណមេតបនិងរឿងកំណត់ត្រាអាតកំបាំងរបស់ធូប៉ាយេហើយក៏នៅមានរឿងមួយចំនួនទៀតដែលឯមីនបានសម្ដែងចប់រដូវកាលផងដែរចំពោះតម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះចំពោះរឿងនៅក្នុងកូនក្រុម VIP ឯមីនផុសភាគបន្តជារៀងរាល់ថ្ងៃចាប់អារម្មណ៍ link Telegram នៅក្រោម comment អាចឆាតមកសាកសួរព័ត៌មានបន្ថែមបាន